រៀបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីវិធីធ្វើសាច់គោចិញ្ច្រាំបំពងស្រួយជាមួយបន្លែបងប្អូនស្រួយខាងក្រៅទន់ខាងក្នុងហើយរសជាតិវិញនិយាយពីថាឈ្ងុយឆ្ងាញ់តែម្ដងធ្វើញ៉ាំម្ដងហើយចង់ធ្វើញ៉ាំម្ដងទៀតជាដំបូងគឺយើងយកសាច់គោនឹងមកចិញ្ច្រាំឲ្យមាត់សាច់គោដែលនាងខ្ញុំយកមកធ្វើហ្នឹងគឺចំនួន3ខាំណាហើយសម្រាប់នាងខ្ញុំផ្ទាល់នាងខ្ញុំអត់បានច្រាំទេដោយសារខ្ញុំមានម៉ាស៊ីនសម្រាប់កិនសាច់អញ្ចឹងទៅខ្ញុំកិននឹងម៉ាស៊ីនលឿនតែបងប្អូនអត់មានទេច្រាំនៅជ្រុញទៅបងប្អូនច្រាំឲ្យមាត់មកដួសដាក់ចានមកបន្ទាប់មកយកផ្សិតមកជុលហាន់ឲ្យល្អិតអញ្ចឹងទៅហើយការ៉ុតក៏ដូចគ្នាដែរហាន់ឲ្យវាល្អិតមកការ៉ុតពូការ៉ុតរឹងអញ្ចឹងបងប្អូនព្យាយាមហាន់ឲ្យវាល្អិតបន្ទាប់មកទៀតគឺខ្ទឹមបារាំងក៏បានខ្ទឹមក្រហមក៏បានហាន់ឲ្យល្អិតដូចគ្នាហើយបន្លែនេះមួយចុងក្រោយខានអត់បានហ្នឹងគឺជីវ៉ាន់ស៊ុយសម្រាប់នាងខ្ញុំបងប្អូនហើយបើបងប្អូនអត់ចេះទេបងប្អូនអាចដាក់ស្លឹកខ្ទឹមជំនួសក៏បានដែរប៉ុន្តែជីវ៉ាន់ស៊ុយត្រូវធៀបគ្នាណាបងប្អូនអើយនិយាយពីថាឆ្ងាញ់ឈ្ងុយណាហើយបន្តមកទៀតយើងចាក់ម្សៅស្រួយចំនួន1កញ្ចប់ហើយដាក់អំបិលបន្តិចទៅស្ករបន្តិចទៅហើយនឹងម្សៅស៊ុបខ្នុរបន្តិចទៅទឹកស៊ីអ៊ីវម៉ាសាព្រាប្រេងក្រុំម៉ាសាព្រាទៅដាក់លួចតិចតិចបងប្អូនដោយសារតាម្សៅស្រួយហ្នឹងវាមានរសជាតិហើយស្រេចហើយបន្ទាប់មកទៀតគោះពងទាដាក់ពីលើ2គ្រាប់មកកូរច្បល់ចុះច្បល់ឡើងឲ្យវាសព្វនៅក្នុងសាច់ជាមួយម្សៅស្រួយជាមួយបន្លែហ្នឹងនិយាយទៅកូរចូលគ្នាធ្វើកូរយ៉ាងណាគឺកូរឲ្យសព្វចូលគ្នាបន្ទាប់ពីគ្រឿងផ្សំទាំងអស់នឹងសព្វចូលគ្នាហើយចាប់ផ្ដើមដាក់ខ្ទះហើយចាក់ប្រេងឆាចូលរងចាំឲ្យប្រេងឆាឡើងក្តៅសិនចាំយើងចាប់ផ្ដើមសូនសាច់ហ្នឹងដាក់ទៅបំពងហើយសាច់ហ្នឹងបងប្អូនពាក់ស្រោមដៃមកហើយយើងផលិតឲ្យចេញតាមប្រឡោះនៃដៃបងប្អូនធ្វើអញ្ចឹងវាងាយស្រួលហើយមួយទៀតសាច់ដែលយើងចេញមកគឺដុំហ្នឹងវាទំហំប្រហែលគ្នាយើងបន្តធ្វើអញ្ចឹងរហូតតតែអស់សាច់គោហើយបន្ទាប់មកយើងប្រែមកមើលតែឃើញសាច់គោណាឡើងក្រហមល្អហើយយើងស្រង់ដាក់សម្រស់កញ្ច្រែងមកហើយម្ហូបមួយមុខនេះអាចយកទៅញ៉ាំជាមួយបាយញ៉ាំលេងជាអាហារសម្រន់ឬក៏ជាគ្រឿងក្លែមក៏ឆ្ងាញ់ដែរហើយបងប្អូនអាចយកទៅជ្រលក់ជាមួយទឹកប៉េងប៉ោះឬក៏ទឹកម្ទេសផ្អែមតែសម្រាប់នាងខ្ញុំយកមកញ៉ាំផ្ទាល់តែម្ដងអត់មានចាំបាច់ជ្រលក់អីព្រោះរសជាតិហ្នឹងសម្រាប់អ្នកផ្ទះរបស់នាងខ្ញុំគឺថាគាត់ថាឆ្ងាញ់ហើយអញ្ចឹងមិនចាំបាច់ជ្រលក់អីទេហើយរួចរាល់ហើយនេះបងប្អូនសាច់គោបំពងបន្លែស្រួយឆ្ងាញ់ជាប់ចិត្តកុំភ្លេចសាកល្បងធ្វើទាំងអស់គ្នាហើយនាងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយ like share subscribe channel YouTube ឲ្យនាងខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីក្រោយទៀតចាអរគុណជម្រាបលា